ថាកន្ទុយគោយើងអាចយកទៅធ្វើមុខម្ហូបបានអីខ្លះអត់បើចំពោះនឹងខ្ញុំដឹងថាកន្ទុយគោនេះអាចយកទៅធ្វើស៊ុបក៏បានយកទៅធ្វើខគោក៏បានហើយថ្ងៃនេះផងដែរគឺនឹងខ្ញុំយកកន្ទុយគោនេះយកមកធ្វើស៊ុបពុកម៉ែបងប្អូនចំពោះការធ្វើស៊ុបនេះផងដែរគឺយើងត្រូវតែឆាគ្រឿងកន្ទុយគោនឹងដាក់វាជាមួយនឹងគល់ស្លឹកគ្រៃស្លឹកក្រូចសើចរំដេងហើយយើងដាក់គ្រឿងដូចជាប្រេងខ្យងអំបិលស្ករសប៊ីចេងរងាស់វាឲ្យវាមានរសជាតិឈ្ងុយហើយយើងទុកវាបន្លែសិនចំណែកឯសាច់វិញគឺនឹងខ្ញុំជ្រើសរើសយកផ្នែកកំភួននៃសាច់តែវាសាច់ផុយល្អសម្រាប់ការធ្វើទឹកស៊ុបបើនិយាយអំពីបន្លែវិញដើម្បីរងាស់ទឹកស៊ុបនោះគឺយើងត្រូវដាក់ល្ហុងខ្ទឹមបារាំងជាមួយនឹងការ៉ុតហើយនឹងបើយើងមានឆៃថាវយើងដាក់ឆៃថាវទៀតក៏បានដែរហើយបន្លែនៅពេលដែលទឹកស៊ុបយើងឆ្អិនរួចរាល់យើងអាចដាក់ជាមួយនឹងពោតបារាំងស្ពៃទឿត្រកួនស្ពៃបកគោឬក៏បន្លែផ្សេងៗទៀតដែលយើងមានយើងអាចដាក់តាមចំណង់ចំណូលចិត្តបងប្អូនបានហើយបើនិយាយអំពីការរងាស់ទឹកស៊ុបរបស់យើងវិញគឺយើងបន្ថែមទឹកហើយយើងក៏បន្ថែមគ្រឿងផងដែរពេលយើងទឹករៀងពុះបន្តិចយើងក៏ដាក់ល្ហុងខ្ទឹមបារាំងការ៉ុតចូលដើម្បីរងាស់ឲ្យបន្លែរបស់យើងផុយល្អហើយយើងរងាស់វាទុកប្រហែលជា1ម៉ោងទៅ2ម៉ោងយើងមើលទៅលើសាច់ឆ្អឹងកន្ទុយរបស់យើងផុយឬក៏អត់ចឹងបងប្អូនហើយយើងក៏ចិត្តក្រូចម្អមជីទុកឲ្យរួចជាស្រេចចឹងទៅដើម្បីនៅពេលទឹកស៊ុបយើងរួចរាល់យើងញ៉ាំតែម្ដងហើយនៅពេលទឹកស៊ុបយើងពុះបន្តិចនេះនឹងខ្ញុំក៏បានដាក់សាច់កំភួនចូលទៅដើម្បីរងាស់វាចូលគ្នាហើយមកឃើញមានពពុះអញ្ចឹងបងប្អូនដុសចេញទៅដើម្បីទឹកស៊ុបថ្លាហើយនឹងខ្ញុំក៏មិនភ្លេចដែរជាមួយនឹងមីជាតិដែលដាក់ជាមួយនឹងស៊ុបកន្ទុយគោរបស់យើងកាន់តែឆ្ងាញ់ខ្លាំងមែនទែនហើយមីជាតិនេះផងដែរគឺផលិតនៅកូនខ្មែររបស់យើងអញ្ចឹងយើងកុំភ្លេចជួយគ្រប់គ្រងនៅផលិតផលរបស់ខ្មែរយើងកាន់តែច្រើនដើម្បីឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសយើងកាន់តែមានភាពរីកចម្រើនតោះមកមើលអំពីការលាយគ្រឿងក៏ដូចជាការដាក់បន្លែចូលស៊ុបរបស់យើងមានដូចជាម្ទេសត្រាំមានបន្លែផ្សេងៗចឹងទៅយើងស្រុះវាសិនចឹងណាបងប្អូនស្រុះទាំងមីស្រុះទាំងបន្លែតោះមកញ៉ាំស៊ុបកន្ទុយគោជាមួយនឹងនាងខ្ញុំទាំងអស់គ្នាណាហើយក៏កុំភ្លេចធ្វើដើម្បីជួបជុំក្រុមគ្រួសារញ៉ាំទៅគឺដកជាប់ចិត្តទៅអារម្មណ៍តែម្ដងចាធ្វើឲ្យម្ដងគឺចង់ធ្វើញ៉ាំម្ដងទៀតហើយវីដេអូនេះផងដែរគឺមានតែប៉ុណ្្នឹងសូមអរគុណច្រើនសូមទស្សនាវីដេអូក្រោយៗទៀត